ខ្ញុំសូមលើកការពិសោធន៍ខ្លីមួយរបស់ Ellen Langer ទាក់ទងទៅនឹងការគិតរបស់យើងសតិរបស់យើងទៅលើរូបរាងកាយរបស់យើងវាជាផ្នែកមួយនៃឥទ្ធិពលរបស់ការគិតរបស់យើងហើយដែលវាអាចនិយាយបានថានៅក្នុងវិទ្យាសាស្ត្រគេហៅ placebo effect មានសាស្ត្រាចារ្យនៅ Harvard University ផ្នែកចិត្តវិទ្យាឈ្មោះ Ellen Langer គាត់បានធ្វើពិសោធន៍មួយទៅលើមនុស្សចាស់ជរាមួយក្រុមដែលឲ្យមនុស្សចាស់ជរាទាំងអស់នោះនៅក្នុងបន្ទប់ថែទាំជំងឺប៉ុន្តែបន្ទប់ថែទាំជំងឺហ្នឹងគឺគាត់ដេកបន្ទប់ហ្នឹងឲ្យលយឲ្យទំនើបដែលដោយដែលអ្នកជំងឺទាំងអស់ហ្នឹងរស់នៅក្នុងយុវវ័យមានតាំងពីចម្រៀងមានតាំងពីម៉ូដអាវឬ style អីហ្នឹងទាំងអស់គឺដេកឲ្យដោយការចាស់ជរាហ្នឹងរស់នៅក្នុងសម័យយុវវ័យរបស់គាត់បានបន្ទាប់មកប្រហែលជា 3-4 អាទិត្យក្រោយសាស្ត្រាចារ្យ Ellen Langer គាត់ឲ្យក្រុមវិជ្ជាបណ្ឌិតដើម្បីពិនិត្យទៅលើសាច់ដុំគេឃើញថាសាច់ដុំរបស់អ្នកជំងឺទាំងអស់គឺវារងមាំជាងមុនការកុងត្រាក់របស់សាច់ដុំរងមាំជាងមុនគេមើលទៅលើកំហាប់ឆ្អឹងគឺកំហាប់ឆ្អឹងវាមានការកើនឡើងជាងមុនហើយស្បែកហ្នឹងរៀងតឹងជាងមុនអញ្ចឹងណាអញ្ចឹងវាគឺជាការពិសោធន៍មួយតាក់ទងទៅលើការគិតឬក៏សតិរបស់មនុស្សដែលពាក្យអង់គ្លេសហៅ mind អញ្ចឹងសតិរបស់មនុស្សឬការគិតរបស់មនុស្សគឺវាអស្ចារ្យមែនទែនវាមានឥទ្ធិពលទៅលើរូបរាងកាយរបស់យើងហ្នឹងគឺជាការពិសោធន៍របស់ Ellen Langer ហើយជួបរាល់ credit ដែលខ្ញុំបាននិយាយហ្នឹងសូមជូនទៅដល់ព្រះពុទ្ធពធព្រះសង្ឃព្រោះការសិក្សាការជ្រាវជ្រៅរឿងសតិហ្នឹងគឺព្រះពុទ្ធគាត់អ្នកមុនគេហើយគាត់ជាបុគ្គលមួយដែលអស្ចារ្យសូមអរគុណ